អ្នកនរគ្នាទៅមើលកម្មវិធីអមបុកសំពះព្រះខែនៅវត្តក្នុងវាំងទាំងអស់គ្នានេះគឺជាសកម្មភាពបងអំពូមីងនៃគាត់បុកអំបុកហើយបន្ទាប់ពីយើងទៅវត្តអញ្ចឹងមុនទៅវត្តគឺត្រូវធ្វើប្រតិបខ្លួនឯងទៅមួយសិនអញ្ចឹងខ្ញុំបានកាត់ស្លឹកចេកនិងកាត់ស្នោដើម្បីធ្វើជាប្រតិបដើម្បីយកទៅបដែតនៅវត្តអញ្ចឹងណាដល់គ្នាព្រោះយើងចេះធ្វើដែរអញ្ចឹងមិនបាច់ចាំបាច់ទៅទិញទេកាច់លិចកាច់កើតទៅបានប្រតិបមួយដើម្បីយកទៅបដែតអីហើយស្អាតមិនស្អាតអីអត់ដឹងទេព្រោះអីយើងមិនមែនជាអ្នកជំនាញខាងធ្វើប្រតិបនឹងអញ្ចឹងប្រតិបរបស់ខ្ញុំបានធ្វើរួចរាល់ហើយខ្ញុំក៏បានទៅវត្តយកចេកនឹងអំបុកដើម្បីយកទៅវត្តដើម្បីប្រគេនដល់លោកដើម្បីឲ្យបានដល់លោកប៉ារបស់ខ្ញុំដែលគាត់បានចែកឋានទៅអញ្ចឹងណានឹងហើយថ្ងៃហ្នឹងមកបាន2វត្តអ្នកនរគ្នាខ្ញុំបានយកអំបុកមកប្រគេននៅវត្តប្រាំងហងហើយទៅវត្តក្នុងវាំងហងហើយដល់ពេលយកមកគេមានរៀបចំអញ្ចឹងស្រាប់ហ្មងយើងមកគ្រាន់តែដាក់ឲ្យគឺលោកវេលោកអីអញ្ចឹងបន្ទាប់ពីខ្ញុំដាក់ហើយខ្ញុំមកវត្តក្នុងវាំងបន្តទៀតមកឃើញអ៊ំពូមីងបងប្អូនគាត់អង្គុយលេងបុកអីទៅនោះអ្នកគ្នារាល់ឆ្នាំគឺខ្ញុំទៅតែស្រុកខ្ញុំហើយប៉ុន្តែឆ្នាំហ្នឹងចិត្តដល់ថ្ងៃសម្រានអញ្ចឹងអត់អាចដើរឆ្ងាយបានទេបានតែដើរចិត្តអញ្ចឹងមកនេះឃើញមនុស្សច្រើនមែនតើនិយាយរួមទៅគឺអ្នកភូមិគឺស្រដៃស្រជើងគ្នាហ្មងហើយអ្នកដែលគាត់តលេងទៅអីហ្នឹងគឺចូលរួមបុកទាំងអស់គ្នាសាសនាដៃខ្លួនឯងបុកអញ្ចឹងប៉ុន្តែអ្នកនរគ្នាបុកដែលយើងឆោតវាមកថ្មីអញ្ចឹងហើយយកមកបុកឈ្ងុយហ្មងខុសពីអាបុកដែលយើងទិញនៅសាគេកិនម៉ាស៊ីនអីអញ្ចឹងណាដល់ពេលដែលញ៉ាំទៅមានជាតិអីគ្រាន់តែដល់អត់បានបុកទេចាស់ក៏ឲ្យមកមួយចានអញ្ចឹងអង្គុយញ៉ាំនិយាយថាមានជាតិហ្មងអ្នកនរគ្នាហើយឆ្ងាញ់ឈ្ងុយហើយនេះជាប្រតិបដែលទុកសម្រាប់ដង្ហែយកទៅបដែតអញ្ចឹងណាប៉ុន្តែក៏ត្រូវធ្វើការស្ដាប់លោកបងគាត់សូត្រអីអញ្ចឹងហើយនឹងសុទ្ធតែចាស់គាត់ចែកឲ្យមួយចានអញ្ចឹងដើម្បីទុកយកទៅញ៉ាំនៅផ្ទះអីអញ្ចឹងណាអ្នកនរគ្នាហើយរាល់តែឆ្នាំទៅវត្តនៅស្រុកកណើតដល់ពេលឆ្នាំហ្នឹងមកវត្តនៅស្រុកខាងប្តីចិត្តផ្ទះប្តីមកទៅមានអារម្មណ៍ប្លែកភ្នែកអ្នកគ្នារាល់ឆ្នាំមើលខ្ញុំដើរមុនឡើងចង់មួយអាទិត្យអីដើរលេងកម្មវិធីតាមវត្តអញ្ចឹងបុណ្យទុំអញ្ចឹងតែដល់ឥឡូវដើរការទេមានបេប៊ីហើយនេះលោកគាត់បានបាច់បុកនិយាយទៅអត់រាប់បានអត់អីទេគ្រាន់តែយើងយកទៅដាក់អញ្ចឹងហើយលោកបងគាត់សូត្រឲ្យគាត់បាច់បុកបាច់អីអញ្ចឹងណាហើយបន្ទាប់មកគឺដល់កម្មវិធីសម្រក់ទៀននិយាយទៅធ្វើប្លែកពីស្រុកខ្ញុំនិយាយទៅប្លែកភ្នែកដោយសារធ្វើបែបហ្នឹងទៅវាលឿនអញ្ចឹងចាប់បានមកផ្ទះមកស្វែងអីចឹងណាហើយការសម្រក់ទៀនហ្នឹងបានតែមើលតែដឹងថាមិនខ្លះគេសម្រក់ដើម្បីមើលទឹកភ្លៀងនៅចុងឆ្នាំអីចឹងណាហើយចាស់ក៏បានបវល់ទៀនមើលខាងណាទឹកច្រើនខាងណាទឹកតិចចឹងចាស់ក៏វល់ហើយបន្ទាប់ពីបវល់ចប់បើសិនជាអ្នកគាត់មានប្រតិបមានអីចឹងលោកគឺត្រូវធ្វើការដើរជាមួយពហិមកជុំហើយបានយកប្រតិបហ្នឹងទៅបរែនៅក្នុងទឹកតែខ្ញុំអត់ដែរបានទៅបរែប្រតិបតន់ទេប៉ុន្តែឆ្នាំហ្នឹងបានបរែប្រតិបតន់ឥឡូវយើងបានហែ3ជុំហែមួយជុំហើយគឺយកប្រតិបហ្នឹងទៅបរែនៅក្នុងទឹកហើយកន្លែងនេះគឺលោកបងគាត់ធ្វើសម្រាប់បរែប្រតិបអីអញ្ចឹងណាហើយខ្ញុំមិនហ៊ានចុះទេគ្នាច្រើនណាស់អញ្ចឹងចុះម្នាក់ទីខ្លាច់បាក់ហើយមើលសក់មនុស្សហ្មងបរែប្រតិបហើយលោកមានបាញ់ក៏ជ្រួចមានអីចឹងហើយឆៃខ្ញុំតតាអស់មនុស្សហ្នឹងមិនហ៊ានចុះព្រោះយើងមានបេប៊ីហងទៅវិជាអាកាសទេអញ្ចឹងរៀងអស់មនុស្សតិចចាំយើងទៅបដែតអញ្ចឹងណាហើយឆ្នាំហ្នឹងអ្នកនរគ្នាបានបដែត3នាក់ហ្មងឪម៉ែកូននេះបានបដែតតិចបានអីនេះស្មាឈឺពោះថ្ងៃអ៊ំទុកហ្នឹងឯតាឥឡូវបានមកបដែតប្រតិបបដែតអីគេឯងដែរនេះនិយាយទៅកូនខ្ញុំចង់មកមើលគេចង់ដើរលេងហ្មងណាហើយឥឡូវហ្នឹងគឺយើងបានបដែតប្រតិបបដែតអីហើយអញ្ចឹងបន្ទាប់ពីបដែតប្រតិបហើយគឺមានកម្មវិធីបន្តទៀតលោកក៏បានចែកគោមចែកអីអញ្ចឹងណាដល់អ្នកដែលគាត់ទៅហើយអញ្ចឹងបានគោមម្នាក់មួយមកយកមកបោះហើយឆ្នាំហ្នឹងក៏ខ្ញុំមួយឆ្នាំខ្ញុំផុសគោមតែ2នាក់ប្តីប្រពន្ធខ្ញុំឯងឥឡូវហ្នឹងខ្ញុំផុសគោម3នាក់អញ្ចឹងឲ្យហូស៊ីមានបានឲ្យ
មានសុខភាពល្អទាំងម្ដាយនិងកូនទាំងប្តីហើយរីកចម្រើនក្នុងវិស័យការងារផ្សងជួបតែមនុស្សល្អនិងគ្រួសារឲ្យមានសុភមង្គលចឹងណាហើយនេះគឺបានបង្ហោះគោមនៅវត្តក្នុងវាំងក៏នាំគ្នាបង្ហោះគោមហើយគោមខ្ញុំហ្នឹងណារំំជក់មកទទួលដែរអ្នកនរគ្នាដាក់បែបហ្នឹងទៅវារៀងជក់ហើយចាំយើងលើកវាឡើងទៅលើឬសូចាស់គាត់ប្រាប់ចឹងហើយពេលយើងធ្វើទៅវាហោះបានស្រួលតាអ្នកនរគ្នាហើយពេលហោះទៅហោះឡើងជក់ហើយឡើងលឿនទៀតអ្នកនរគ្នាហើយឥឡូវហ្នឹងបន្ទាប់ពីបង្ហោះគោបង្ហោះអីរួចរាល់ហើយលោកមានកម្មវិធីបន្តទៀតគឺដល់វគ្គរាំវង់រាំធុងបាសអីចឹងអ្នកនរគ្នាហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេសម្រាប់ការមកលេងបោកសំពះព្រះខែ